បាទជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំបានសុកនីមរួមនឹងបងជាងតុយមកការសាងសង់ផ្ទះចុះមកខាងក្រុងច្បារមនខេត្តកំពង់ស្ពឺមកកន្លែងទៀតដែរបងប្អូនអ្នកគ្នាបាទយើងចុះមកនេះគឺយើងចុះមកដើម្បីជួបជាមួយនឹងបងប្រុសបងស្រីដែលជាម្ចាស់ផ្ទះដែលគាត់កម្រងនឹងសាងសង់ផ្ទះប្រភេទផ្ទះម៉ូដក្រពើ5មកកន្លែងបាទដែលមានទីតាំងស្ថិតនៅក្រុងច្បារមនខេត្តកំពង់ស្ពឺនឹងផ្ទាល់តែម្ដងតែតង់ជាមួយនឹងទំហំផ្ទះរបស់បងប្រុសគឺគាត់សម្រេចចិត្តឲ្យសាងសង់ផ្ទះម៉ូដក្រពើ5ហ្នឹងដែលមានទំហំ 4.8 ម៉ែត្របដៅទៅក្រោយ 15 ម៉ែត្រដែលមានបន្ទប់គេង2បន្ទប់ទទួលភ្ញៀវ1ផ្ទះបាយ1និងបន្ទប់ទឹកមួយទៀតផងដែរចំពោះបងប្រុសបងស្រីគឺគាត់បានធ្វើការតាក់ទងខាងក្រុមការងារជាងតុញតាមរយៈ page Facebook បាទគាត់ថាតាមដានយូរហើយគាត់ក៏មានកម្រងសាងសង់ផ្ទះឥឡូវនេះគាត់បានធ្វើការតាក់ទងមកខាងជាងតុញម៉ែការដើម្បីចុះកុងត្រាសាងសង់ផ្ទះជូនគាត់ទាំងពីរនាក់ណាបងប្អូនអ្នកគ្នាបាទតាក់ទងជាមួយនឹងបងប្រុសបងស្រីទៅសារទឹកចិត្តគាត់មែនតើបាទគាត់នៅធ្វើការប៉ុន្តែគាត់ឆ្លៀតមកធ្វើកុងត្រាជាមួយយើងបាទនៅម៉ោងគាត់សម្រាកនឹងអញ្ចឹងណាបាទហើយបងប្រុសបងស្រីគាត់ជាបុគ្គលិកធនាគារទាំងពីរនាក់បាទទៅសារខ្លាំងមែនតើបាទហើយក៏អរគុណច្រើនបងប្រុសបងស្រីដែលមានទំនុកចិត្តមកលើក្រុមការងារជាងតុញម៉ែការយើងខ្ញុំបាទតាក់ទងជាមួយនឹងថ្ងៃដែលបងប្រុសបងស្រីត្រូវសាងសង់នេះគឺនៅក្នុងថ្ងៃទី4ខែ7ឆ្នាំ2025យើងផ្ទាល់នឹងតែម្ដងបាទនៅថ្ងៃប្រហែលថ្ងៃខាងមុខគឺដល់ថ្ងៃដែលយើងត្រូវក្រុងប៉ូលីបើកការដ្ឋានហើយបងប្អូនអ្នកបាទវីដេអូនេះគឺមានប៉ុណ្្នឹងទេហើយតាក់ទងជាមួយនឹងបងប្អូនណាដែលគាត់កំពុងស្វែងរកជាមួយនឹងសេវាកម្មម៉ែការសាងសង់ផ្ទះបាទអាចធ្វើការតាក់ទងមកខាងក្រុមការងារជាងតុញម៉ែការសាងសង់ផ្ទះបានតាមរយៈលេខទូរស័ព្ទឬក៏ឆាតចូល page ផ្ទាល់បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ